Club World Cup បងប្អូនយើងខ្ញុំ prediction សម្រាប់ក្រុម2ក្រុមដែលឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយបាទខ្ញុំ prediction ណានៅ Pool A នៅឯ Pool A មាន Al Ahly បាទមាន Porto មាន Inter Miami និង Palmeiras នៅក្នុង Pool នេះពិបាកបន្តិចបាទនៅក្នុង Pool នេះប្រហែលគ្នាទាំងអស់ Porto រៀងធ្ងន់ជាងគេបន្តិចបាទ Pool នេះខ្ញុំសូមជ្រើសរើសយកលេខ1នៅក្នុង Pool នេះគឺ Palmeiras របស់ Brazil បាទលេខ2 FC Porto ធ្វើបើ Inter Miami នៅក្នុងហ្នឹងមាន Messi មានអីខ្ញុំទៅខ្ញុំមិនមែនទៅនេះទេតែបើកម្រិតក្រុមលេងសហការជាក្រុមខ្ញុំឲ្យទៅ Palmeiras ហើយនិង Porto ដែលធ្ងន់ជាងគេហើយបន្ទាប់មក Al Ahly Inter Miami ខ្ញុំថារៀងទាបជាងគេនៅក្នុង Pool A នេះបងប្អូនAl Ahly របស់ AC នេះខ្លាំងណាបងប្អូនណាខ្លាំងណាអញ្ចឹងខ្ញុំថា Palmeiras គឺជាក្រុមលេខ1លេខ2 Porto លេខ3 Al Ahly លេខ4គឺ Inter Miami នៅក្នុង Pool A នេះបាទនៅឯ Club World Cup ណាបងប្អូនថ្ងៃ15ចាប់ផ្ដើមហើយ Palmeiras នឹងត្រូវជួបជាមួយនឹងបាទ FC Porto បើកឆាកម៉ុងហ្គឡូយ៉ាជួបគ្នាបងប្អូនបាទ Palmeiras អញ្ចឹងនៅក្នុង Pool B វិញម្ដងនៅឯ Pool B Atletico Madrid មាន Atletico Madrid ហ្នឹងមាន Botafogo របស់ Brazil មាន Seattle Sounders របស់អាមេរិកហើយនិង Paris Saint-Germain របស់បារាំងក្នុង Pool នេះយើងគាត់តែសម្លឹងមកហ្នឹងគឺបងប្អូនយើងដែលមិនសូវបានមើលណាប្រកាសជានិយាយថា Paris លេខ1 Atletico លេខ2ហើយប៉ុន្តែកុំច្រឡំជាមួយនឹង Botafogo អីសោះ Botafogo គឺជាកូឡូយ៉ារបស់ Brazil ដែរពួកគេទើបតែឡើងជើងដែរក៏ប៉ុន្តែឡើងគឺឡើងខ្លាំងបងប្អូនបាទ Botafogo ខ្ញុំមានអារម្មណ៍ថាប្រទាញបន្ទង់បន្តិចបាទសម្រាប់ Pool នេះ Seattle Sounders ខ្ញុំថារៀងទាបជាងគេបាទក្រុមមកពីអាមេរិក Paris លេខ1ខ្ញុំឲ្យ Paris លេខ1នៅក្នុង Pool B នេះខ្ញុំថា Paris លេខ1ហើយ Botafogo ឈរលេខទី2បាទអានឹងអារម្មណ៍ខ្ញុំបងប្អូនយើងគិតថា Atletico ក៏បានដែរតែខ្ញុំមានអារម្មណ៍ស្រឡាញ់ Botafogo ជាងខ្ញុំថា Paris ហើយនិង Botafogo ជាអ្នកឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយបាទនៅឯ Pool C នៅ Pool C គឺមាន Auckland City របស់ New Zealand មាន Bayern Munich មាន Boca Juniors របស់អាសង់ទីនហើយនិង Benfica របស់ Portugal នៅក្នុង Pool នេះគាត់នឹងសម្លឹងមកគឺ Bayern Munich ដល់លេខ1បាទ Bayern Munich លេខ1ក៏ប៉ុន្តែ Auckland City ខ្ញុំថាទៀបជាងគេទាំងអស់ប៉ុន្តែ Benfica ជាមួយនឹង Boca Juniors នេះអាចនឹងប្រទែងបន្ទុកណាបងប្អូនណាBoca Juniors ក៏លោលំដាប់អឺរ៉ុបដែរបាទអញ្ចឹងពិបាកបន្តិចបាទក្រុមខ្លាំងបងធំមកពីអាសង់ទីន Boca Juniors ខ្ញុំពិបាកទាំងថ្លៃជាមួយនឹង Benfica តែ Benfica ហ្នឹងពេលខ្លះហ្នឹង Barcelona លេងក៏តឹងទៀតបាទ Bayern Munich ពិបាកហូបដែរ Benfica ហ្នឹងក៏លោយៈដែរពិបាកបើចិត្តខ្ញុំហ្នឹងក៏ស្រឡាញ់ Boca Juniors ដែររើសមួយខ្ញុំថា Bayern Munich លេខ1លេខ2 Benfica បាទលេខ2 Benficaអាចស្រួលនឹង Boca Juniors លេខ2ផងបាទអញ្ចឹងពូលនឹងខ្ញុំថា Benfica ជាមួយ Bayern ឡើងបាទ Pool C នេះយើងចូលទៅដល់ Pool D បាទ Pool D គឺមាន Los Angeles បាទ Los Angeles របស់សហរដ្ឋអាមេរិកបាទមានបាទក្រុម Esperance Tunis មកពីទុយនេស៊ីបាទក្រុមខ្លាំងរបស់ទុយនេស៊ីក៏មិនធម្មតាដែរមាន Flamengo និង Chelsea Pool នេះEsperance នេះគឺខ្លាំងដែររបស់ទុយនេស៊ីLos Angeles ក៏ខ្លាំងដែរតែខ្ញុំនៅតែឲ្យភាគរយខ្ពស់ទៅ Chelsea លេខ1លេខ2 Flamengo បាទរបស់ Brazil បាទពីរហ្នឹងអ្នកឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយ Chelsea និង Flamengo គេណាដែល Pool E មាន Inter Milan Europa Red Diamond មាន Monterrey ហើយនិង River Plate នោះ Pool នេះសុទ្ធតែយៈមកពី4ទ្វីបផ្សេងគ្នា Europa Red Diamond មកពីអាស៊ីបាទមកពីអាស៊ីដល់ទៅពេល River Plate មកពីឡាទីន Monterrey មកពីអាមេរិកខាងជើងបាទគឺមិចសិចបាទដល់ទៅពេល Inter Milan មកពីអឺរ៉ុប4ផ្សេងគ្នាចុំ Pool នេះកប់ណាស់បងប្អូនអើយបាទ Europa Red Diamond របស់ជប៉ុននេះក៏ខ្លាំងដែរ Inter Milan ខ្ញុំមិនបាច់និយាយទេបងប្អូនយើងស្គាល់ហើយ Monterrey នេះគឺជាជើងខ្លាំងរបស់មិចសិច River Plate គឺជាបងធំមួយទៀតនៅឯប្រទេសអាសង់ទីនបាទ River Plate នេះInter Milan ខ្ញុំឲ្យលេខ1បងប្អូនបាទលេខ1ក្នុង Pool E នេះប៉ុន្តែ River Plate និង Monterrey នេះខ្ញុំឲ្យប្រហែលគ្នាហើយ Europa Red Diamond របស់ជប៉ុនអាចខ្ញុំគិតថារឿងទៀបជាងគេបាទអញ្ចឹង Monterrey និង River Plate នេះអាចថាប្រទែងបន្ទង់គ្នាខ្ញុំត្រូវជ្រើសមួយជាមួយនឹង Inter ទៅ
chúng ta Inter Milan lang việc 16 ក្រុមចុងក្រោយហើយនឹង River Plate របស់ Argentina ជាអ្នកឡើងបាទទៅកាន់វគ្គ 16 ក្រុមចុងក្រោយគេថាដែលយើងទៅមើល Pool F គឺមាន Ulsan Hyundai របស់នៅកូរ៉េខាងត្បូងរួមជាមួយនឹងបាទក្រុម Mamelodi Sundowns បាទ Mamelodi Sundowns មកពីអាហ្វ្រិកខាងត្បូងបាទមកពីអាហ្វ្រិកខាងត្បូងហើយមាន Fluminense រួមជាមួយនឹង Borussia Dortmund ណែនៅក្នុងពូលនេះខ្ញុំថា Sundowns មកពីអាហ្វ្រិកខាងត្បូងនឹងអាចថាប្រហែលជាមួយនឹង Ulsan Hyundai តែ Ulsan រឿងទៀបជាងតិច Ulsan មួយរយៈចុងក្រោយធ្លាក់ជើងណាសំបីតាក្រុមមកពីថៃដូចជាបុរីរ៉ាំក៏ពិបាកលេងឈ្នះគេផងបាទអញ្ចឹង Ulsan ខ្ញុំថាស្រាលជាងគេ Sounder ខ្ញុំថាលំដាប់ទី3ចុះ Fluminense របស់ Brazil ខ្ញុំថាលេខ2លេខ1 Dortmund បាទ2នាក់នឹងឡើងបាទគឺ Fluminense រួមជាមួយនឹង Dortmund បាទខណៈដែល Pool G គឺមាន Al Ain របស់នៃកាតាមាន Juventus Man City បាទរួមជាមួយនឹងបាទក្រុម Wydad Casablanca របស់ម៉ារ៉ុកបាទ Wydad Casablanca ហ្នឹងក៏ជាគីឡូធ្ងន់ដែរក៏ប៉ុន្តែខ្ញុំហ៊ានជ្រើសភ្លាមតែម្ដងគឺខ្ញុំយក Juventus និង Man City លេខ1 Juventus លេខ2នៅក្នុងពូលនេះបាទខណៈដែល Al Ain លេខ4ខ្ញុំឲ្យ Wydad លេខ3បាទនៅក្នុងពូលG នេះពូលចុងក្រោយគឺមាន Al Hilal Pachuca មាន Salzburg និង Real Madrid ណែនៅក្នុងពូលនេះអឺរ៉ុប2គឺ Salzburg ហើយនិង Real Madrid មកពីអាមេរិកខាងជើងគឺ Pachuca របស់មិចស៊ិករួមជាមួយនឹង Al Hilal របស់អាស៊ីបាទអញ្ចឹងពូលនេះខ្ញុំឲ្យ Real Madrid លេខ1គ្មានសង្ស័យទេបាទពូលនេះក៏ប៉ុន្តែលេខ2គឺប្រទាញបន្ទង់ទាំង3គីឡូប៉ុនគ្នាទាំង3 Salzburg នៅអឺរ៉ុបហ្នឹងក៏មិនលើ Pachuca របស់មិចស៊ិកដែរក៏មិនលើ Al Hilal ដែរខ្ញុំសូមជ្រើសរើសយកAl Hilal បាទ Real Madrid និង Al Hilal បាទឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយបងប្អូនយើងបាទតែវគ្គ8ក្រុមក៏មិនទាន់និយាយដែរវគ្គ semi final ក៏មិនទាន់ដែរវគ្គប្រាច់ប្លត់ពិបាកនិយាយណាយើងចាំមើលការប្រកួតជំរុះតាមពូលសិនបានយើងដឹងថាអ្នកណាល្អទំនឹងលេងយ៉ាងម៉េចនៅក្នុងការប្រកួតនៅឯប្រទេសសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះថ្ងៃអាទិត្យនឹងចាប់ផ្ដើមប្រកួតដែរ